ខ្ញុំនៅឆាំងហៃដែរចឹងអាចមើលសភាពសក់សភាពខ្ញុំពេលទៅហើយពេលមកគឺខកស្បួយហើយអស់ហើយគឺខ្ញុំដូរបីជើងបានជុំវិញខ្ទង់ម៉ោងបាន10កន្លះបានឡើងដោយសារយ៉ាស្អាគ្នានេះគឺជា vlog ចុងក្រោយហើយក៏ជាថ្ងៃចុងក្រោយដែលខ្ញុំនៅឆាំងហៃដែរចឹងនេះគឺជា outfit របស់ខ្ញុំថ្ងៃហ្នឹងហើយព្រឹកឡើងពេលយើងរៀបចំខ្លួននេះហើយគឺយើងត្រូវ check out ហើយដោយសារយើងយកវ៉ាលីដាក់ទៅតាមឡានយើងឲ្យហើយបន្ទាប់ពីដើរលេងហើយគឺយើងទៅ airport មកពេលទៅកងឡានមកដល់គឺនាំគ្នាហឺវ៉ាលីដើម្បីយកចូលឡានឲ្យហើយកន្លែងដំបូងគេដែលយើងទៅថ្ងៃហ្នឹងដូចជារបៀបបុរាណប្រហែលជាមានឈ្មោះថា Event Garden កន្លែងហ្នឹងគេមានសារទៅនៅគេនៅក្នុងហ្នឹងហើយមានជាមួយនឹងវត្តដែរបើសិនជាយើងចង់ចូលវត្តគេដូចជាត្រូវបង់ម្នាក់100យួននេះអាគារគេនៅនឹងរបៀបបុរាណអញ្ចឹងហើយនៅក្នុងនោះមានហាងច្រើនហាងលក់អីវ៉ាន់អីហ្នឹងខ្ញុំដើរសុកក៏ឃើញ photo booth ដែលគេល្បី photo booth របៀបកសែតទៅឃើញហើយក៏ចូលថតហ្មងទៅហើយចូលថតហ្នឹងខ្ញុំស្មានគេឲ្យថតច្រើនដងថតបានតែម្ដងហ្នឹងហើយអត់ទាន់ត្រៀមខ្លួនហើយចឹងមុខដាក់ក្រក់តម្លៃថតវិញគឺ16.9យួនវាស្មើនឹងខ្ទង់10000ជាងប្រហែលជា17000អីហ្នឹងនេះនៅចិននេះគេល្បី White Rabbit ទៅអកក្រក់ខ្ញុំស្គាល់កក្រក់ហ្នឹងដំបូងមកពីគ្រូចិនខ្ញុំហើយគេមានអាសបកខាងក្រៅហ្នឹងមួយទៀតខ្ញុំស្មានគេញ៉ាំអត់កាតាមប៉ែហ្នឹងគេធ្វើមកពីអង្គអីបន្ទាប់ពីដើរបានតិចទៅសារនឹងដើរសើបានច្រើនម៉ានឯសារវាក្តៅពេកដើរបានជុំពីជុំហើយក៏យើងសម្រេចចិត្តថានឹងទៅវិញទៅណាមិនទៅគេងទេណាគឺទៅដើរលេងតទៀត这个盲盒6个其中一个6个娃娃其中一个那对吧那个是 The Unlimited យ៉ាធំ连វាដេញសួនវិញ Thôi đá ở vì thôi đá mà mình đóng nó rồi Thôi chụp ta ok cho ចេញពីផាប់ម៉ាត់ហើយគឺយើងទៅថតរូបនៅកន្លែងទូក LV គេល្បីនៅចិនហើយនៅជាប់ហ្នឹងគឺមានកន្លែងសារទំនើបគេចឹងទៅចូលញ៉ាំអីនៅហ្នឹងហ្មងហើយទូក LV គេនេះធំហើយចង់ចូលក៏ចូលកើតដែរធ្វើការកក់ម៉ាត់ទឹកមុនដើម្បីចូលហើយក៏ខ្ញុំជួបគេថតរូបនៅកន្លែងទូក LV ហ្នឹងបើសិនជាអ្នកគ្នាចង់ឃើញរូបហ្នឹងអាចទៅមើលក្នុង Facebook ឬក៏ Instagram ខ្ញុំបានគេគិតមកប៉ុស30យួនចឹងមកប៉ុសវាខ្ទង់17000ជាងហើយពេលហ្នឹងថតយកមានណាអស់រៀងច្រើនដែរហ្នឹងតែអីរូបគឺចេញមកស្អាតហើយអ្នកថតនៅហ្នឹងគឺច្រើនគ្នាខ្លាំងមែនតើចាំតែចាប់យើងថតទេក្រោយយើងដើរសុកហ្នឹងគេចាប់យើងថតមកចឹងបានថាហ្នឹងអត់ថតបានព្រោះអីតែគេថតយើងហើយយើងឃើញស្អាតយើងត្រូវទៅយកហើយខ្ញុំនឹងមាន WeChat អ្នកថតខ្ញុំចឹងបើសិនជាណាគេដែលទៅឆាំងហៃរកអ្នកថតទេអាចតាក់ទងមកខ្ញុំបានចាំខ្ញុំឲ្យ WeChat គាត់ហើយសម្រាប់អាហារពេលថ្ងៃគឺយើងញ៉ាំនៅទីងថៃហ្វឹងកន្លែងហ្នឹងក៏ល្បីដែរខ្ញុំទៅញ៉ាំហ្នឹងគឺរសជាតិគេឆ្ងាញ់គ្រាន់តែខ្ញុំរកពោះដាក់អត់បានជាពិសេសគៀវគេនៅហ្នឹងគឺឆ្ងាញ់ហ្មងនេះអាគៀវមានទឹកដូចស៊ីឈွန်មិនទេតែហ្នឹងឆ្ងាញ់ណាចេញពីញ៉ាំអីហើយគឺគេនាំយើងមកសាលរបៀប outlet តែសាហ្នឹងគឺនៅចិត្តពលានហើយយើងដែរអញ្ចឹងចេញពីហ្នឹងគឺយើងទៅពលានហ្មងហើយដូចជាមានពេល1ម៉ោងទៅ2ម៉ោងអីដើម្បី shopping but there wasn't enough time ដោយសារយើងប្រញាប់ទៅពលានអញ្ចឹងខ្ញុំចូលបានតែមួយហាងនឹងហាង Puma ហើយគឺមាន brand គេល្បីជាច្រើនទៀតតែបានចូល Acne Studio គេល្បីខ្ញុំចង់ទិញអាហ្នឹងណាតែទិញមិនទាន់ណាហើយចូល Puma នេះគឺខ្ញុំទិញប៊ិជើងឲ្យខ្លួនឯង2គូជាមួយនឹងទិញផ្ញើអ្នកផ្ទះដែរខ្ញុំចង់បានអាប៊ិជើងដែល Rose ពងពាក់នោះតែគេអត់មានគេអស់ស្តុកទាំងអស់អញ្ចឹងមិនថាអត់
ទីពណ៌រ៉ូសេខ្លាំងណាស់ត្រូវរើសបានបញ្ជូនទៀតដោយសារបញ្ញាពេកនឹងឯងគឺត្រូវតែកាត់លុយដើម្បីទៅបលេងយន្តហោះដោយសារយើងខ្លាចទៅលេត The staff there was very friendly យីទៅគាត់សួរមកយើងមកអាចមើលសភាពសក់សភាពខ្ញុំពេលទៅហើយពេលមកគឺខុសគ្នាប៉ុណ្ណាពេលមករៀងខ្ញងពេលទៅសក់លើកឲ្យមុខមើលបានចេញពីហ្នឹងគឺយើងទៅញ៉ាំបាយល្ងាចសិនបានទៅ airport គាត់ណាបានបញ្ជើងភ្លាមគឺខ្ញុំដូរបញ្ជើងពាក់បណ្ដោយដោយសារបូតខ្ញុំពាក់ហ្នឹងគឺវាធ្ងន់ពេកហើយឡើងហប់ជើងបណ្ដោយតែខ្ញុំបានយកបញ្ជើងបញ្ជើងផ្ទាត់នៅអូតាខ្ញុំយកមកតាមខ្លួនដែរខ្ញុំទុកដូរនៅព្រលានដោយសារខ្ញុំពាក់បញ្ជើងកវែងចឹងទៅវាចំណេញគីឡូហើយក៏ខ្ញុំឃើញ convenience store គេតាមផ្លូវក៏ខ្ញុំទិញទឹកផ្លែប៉េះនេះមកផឹកសិនដោយសារវាក្តៅពេកហើយមកហូបពេលហ្នឹងក៏ខ្ញុំអត់ស្គាល់ហាងដែរតែមកហូបគេក៏ច្រើនដូចគ្នាគ្រាន់តែខ្ញុំអត់ឃ្លានទេដោយសារយើងញ៉ាំនោះដូចខ្ទង់ម៉ោង4ម៉ោង5អីហ្នឹងចឹងទៅនៅរៀង early អុយពេលហ្នឹង flight យើងត្រូវហោះម៉ោង8អញ្ចឹងយើងញ៉ាំអីហើយទៅដល់ airport គឺយើង check in ហ្មងcheck out ឥឡូវយើងមកដល់ពូតុង airport ហើយទៅសារប្រព័ន្ធសុវត្ថិភាពនៅចិនហ្មងមុននឹងគេឲ្យយើងចូលពលានគេគឺមាន scam ចិត្តផ្ទុះសិនពេលគេ scan គេឆែកអីវ៉ាន់ឆែក passport ហើយអស់ហើយគឺខ្ញុំដូរបញ្ជើងបានពាក់បញ្ជើងប៉ុណ្ណេះហើយគឺដើរប្រហែលគីឡូក៏អត់ហត់ដែរហើយគ្រាន់តែទៅដល់ពលានគេថា flight delay ទៀតហើយពេលហ្នឹងម៉ោងជាឡើងម៉ោង8ហើយ delay ខ្ទង់ម៉ោង9ជាងអញ្ចឹង delay តែ1ម៉ោងឯណាមានណាទៅដល់ម៉ោង9ហ្នឹងគឺគេថាគេ delay ដល់ម៉ោង10 delay ដល់ម៉ោង10ហើយគេថាគេលែងកំណត់ម៉ោងដោយសារអាកាសធាតុអត់សូវស្រួលអញ្ចឹងក៏នាំគ្នាដេកចាំនៅ airport នឹងដោយសារយើង check out ហើយអង្គុយចាំមុខម៉ាត់គេហ្មងចឹងទៅមួយថ្ងៃហ្នឹងគឺចេញចូលទិញរហូតទិញម្ដងតិចហើយអង្គុយទៅញ៉ាំហ្នឹងទៅវចាំ flight យូរដែរនេះអង្គុយទៅញ៉ាំអាខុនចាក់ហ្នឹងឯងញ៉ាំរហូតយើងញ៉ាំហ្នឹងជក់មាត់ហ្មងមកកញ្ចប់គេនៅនេះគឺចិត្ត10យួនអញ្ចឹងប្រហែលជា3 4ពាន់ដូចខ្មែរហ្នឹងហើយក្នុងមកកញ្ចប់គេដូចមាន4 5កញ្ចប់ហើយលើគឺមានការញ៉ាំទាំងនេះគឺជា gummy coca ចាំ airplane គេមកយូរពេកគឺអង្គុយទៅញ៉ាំហ្មង finally គឺយើងបានឡើងយន្តហោះខ្ទង់ម៉ោង10ជាងតែម៉ោង10ជាងហ្នឹងគ្រាន់តែឡើងយន្តហោះឯងយន្តហោះហ្នឹងនៅកលឹងជុំវិញខ្ទង់ម៉ោង10កន្លះបានឡើងដោយសារគេថាស្ទះផ្លូវអាកាសនិយាយទៅលើមេគេដូចនៅផ្លូវយើងក្រោមដែរយើងស្ទះផ្លូវឯគេស្ទះផ្លូវអាកាសដូចគ្នាហ្នឹងខ្ញុំជិះពេលយប់នេះគឺងុយដេកប៉ុន្តែដេកអត់លក់មានតែចាំដោះខ្មែរចាំដេកនាំខ្ញុំដោះខ្មែរហ្នឹងគឺខ្ទង់ម៉ោង2ជាងអញ្ចឹងទម្រាំតែ check in ហើយមកដល់ផ្ទះគឺម៉ោង3ជាងហើយក៏ខ្ញុំមកដល់ផ្ទះភ្លាមគឺអត់មានធ្វើអីគឺតែអីវ៉ាន់ចោះចូលដេកហ្មងពួកឯងវាអស់កម្លាំងពេកក៏ឡើងអស់លីងហ្មងទឹកក៏អត់មួយមុខក៏អត់លុបទៅសិនទៅចាំផឹកចាំតទៀតដេកហើយស្អែកឡើងខ្ទង់ម៉ោង2:10ខ្ញុំងើបពីដេក2:10ថ្ងៃដោយសារវាអស់ពេកប្រហែលថ្ងៃហ្នឹងវាអត់ដេកហើយដើរលេងមួយថ្ងៃពេញវាហត់ទៅតែអីគឺសុបាយ Yes អ្នកគ្នាចឹង vlog សៀងហៃខ្ញុំគឺមានតែប៉ុណ្្នឹងទេចឹងI hope អ្នកគ្នា enjoy my vlog ហើយសង្ឃឹមថាខ្ញុំនឹងបានទៅសៀងហៃវិញដោយសារ I really want to go back